រៀបរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍមន្ទីរពេទ្យឲ្យមានស្តង់ដារបណ្ដុះបណ្ដាលធនធានមនុស្សគ្រូពេទ្យជំនាញកាន់តែច្រើនហើយនឹងបំពាក់នៅសម្ភារៈបរិក្ខារកាន់តែល្អប្រសើរទំនើបប៉ុន្តែមិនមែនមានន័យថាយើងត្រូវបណ្តែតបណ្ដោយខ្ជាក្នុងការថែទាំសុខភាពរបស់យើងទេបញ្ហាសុខភាពប្រៀបបីដូចជាភ្ញៀវដែលមកលេងផ្ទះយើងអញ្ចឹងភ្ញៀវខ្លះត្រូវបានអញ្ជើញមកលេងភ្ញៀវខ្លះមិនអញ្ជើញក៏គាត់មកលេងដែរជំងឺខ្លះយើងបង្កើតគាត់ឡើងជំងឺខ្លះយើងមិនបាច់បង្កើតក៏គាត់មករកយើងដែរក៏ប៉ុន្តែអ្វីដែលយើងអាចគ្រប់គ្រងបានគឺអិរិយាបថរបស់យើងក្នុងការគ្រប់គ្រងអ្វីដែលយើងត្រូវធ្វើអ្វីដែលយើងមិនត្រូវធ្វើអ្វីដែលយើងត្រូវហូបអ្វីដែលយើងត្រូវផឹកដើម្បីធានានៅសុខភាពល្អហើយការថែទាំសុខភាពរបស់យើងគឺជាការថែទាំសុខភាពរបស់ប្រជាពលរដ្ឋដូច្នេះយើងត្រូវតែយកអ្វីដែលជាការងារដែលយើងថែទាំសុខភាពរបស់ខ្លួនឯងបញ្យល់ប្រាប់ទៅប្រជាពលរដ្ឋឲ្យបានល្អប្រសើរអញ្ចឹងយើងត្រូវកំណត់ថាតើគោលនយោបាយអ្វីខ្លះដែលយើងត្រូវបូកបញ្ចូលគ្នាសម្រាប់ការអនុវត្តគោលនយោបាយលើកកម្ពស់ទឹកស្អាតអនាម័យជនបទបង្គន់អនាម័យតាមខ្នងផ្ទះបរិស្ថានការគ្រប់គ្រងសម្រាមបូកជាមួយនឹងគោលនយោបាយនៃការលើកកម្ពស់សុខភាពដែលសម្ដៅធ្វើយ៉ាងណាឲ្យនៅក្នុងផ្ទះរបស់គ្រួសារនីមួយៗមានបរិយាកាសល្អហើយសមាជិកគ្រួសារទាំងអស់មានសុខភាពល្អនោះសហគមន៍នឹងមានសុខភាពល្អហើយខ្ញុំគិតថាយើងទាំងអស់គ្នានៅទីនេះមិនចង់ឃើញកូនរបស់យើងមិនចង់ឃើញចៅរបស់យើងប្រែคลายទៅជាមានជំងឺធ្ងន់ធ្ងរអ្វីមួយទេយើងនឹងមិនសប្បាយចិត្តឡើយនៅពេលដែលនរណាម្នាក់កើតមានជំងឺអ្វីមួយនៅក្នុងគ្រួសារនឹងបាត់បង់សុភមង្គលទាំងស្រុងតែម្ដងអញ្ចឹងយើងត្រូវគិតអំពីការផ្ដល់សារជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងផ្ទះនិងនៅក្នុងទីសាធារណៈការបង្កើតនៅបរិយាកាសនៃការកម្សាន្តរីករាយនៅឯក្នុងសហគមន៍ដូចជាការបង្កើតនៅសួនសាធារណៈការបង្កើតនៅកន្លែងលេងកីឡាសហគមន៍ជាដើម